ជំរាបសួរអ្នកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំមកក្រុមទី1ថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាដឹងអំពីទំនាក់ទំនងនយោបាយការបរទេសរវាងកម្ពុជានិងរុស្ស៊ីជំរាបសួរអ្នកគ្រូនិងមិត្តភក្តិទាំងអស់គ្នាខ្ញុំឈ្មោះសូសេណាខ្ញុំឈ្មោះផនថាវរីខ្ញុំឈ្មោះគីងរតនាខ្ញុំឈ្មោះវងបរមីណរៈថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាឲ្យបានដឹងអំពីទំនាក់ទំនងរវាងកម្ពុជាហើយនិងរុស្ស៊ីបងមិនដឹងថាកម្ពុជាមានទំនាក់ទំនងរុស្ស៊ីចាប់ពីពេលណាមកទំនាក់ទំនងរវាងកម្ពុជាជាមួយរុស្ស៊ីនឹងចាប់ផ្ដើមនៅថ្ងៃទី13ខែឧសភាឆ្នាំ1956ចុះបងចំណែកឯទស្សនវិជ្ជានៅពេលដែលកម្ពុជាមានទំនាក់ទំនងមួយរុស្ស៊ីមានបែបម៉េចទេចំពោះទស្សនវិជ្ជារវាងកម្ពុជាជាមួយនឹងរុស្ស៊ីមុននឹងឈានដល់ទំនាក់ទំនងជាមួយនឹងរុស្ស៊ីគឺកម្ពុជានិងសហភាពសូវៀតបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយបន្ទាប់មកក៏បានផ្លាស់ប្ដូរទៅជាសហព័ន្ធរុស្ស៊ីវិញដោយសារឥទ្ធិពលពីនយោបាយផ្ទៃក្នុងនិងពីនយោបាយក្នុងតំបន់និងពិភពលោកផងដោយឡែកចំពោះទស្សនវិជ្ជានៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរមានជាច្រើនដំណាក់កាលដែរហើយនឹងមានការវិវត្តប្រែប្រួលជាលំដាប់ដោយចាប់ពីឆ្នាំ1956ប្រទេសកម្ពុជានិងសហភាពសូវៀតបានគឺជាទំនាក់ទំនងមួយដែលល្អហើយមេដឹកនាំសហភាពសូវៀតបានកោតសរសើរចំពោះសម្ដេចនរោត្តមសីហនុក្នុងការក្លាយប្រទេសទៅជារដ្ឋមួយឯករាជ្យដែលប្រជាជនមានសុខសន្តិភាពនិងវិបុលភាពហើយក្នុងឆ្នាំ1957កម្ពុជានិងសហភាពសូវៀតបានចុះកិច្ចព្រមព្រៀងលើពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការបព្វធម៌និងវិទ្យាសាស្ត្រចំណែកឯឆ្នាំពី1970ដល់1979ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនសូវល្អប៉ុន្មានទេដោយសារការផ្លាស់ប្ដូរនយោបាយរបស់កម្ពុជានៅឆ្នាំ1975ហើយស្ថានភាពទាំងនេះហើយធ្វើឲ្យរុស្ស៊ីស្ថិតក្នុងជំហរមួយដ៏លំបាកក្នុងការទូតរបស់កម្ពុជាដោយសារកម្ពុជាសហភាពសូវៀតត្រូវទទួលយកស្ថានទូតពីររបស់កម្ពុជានៅឆ្នាំ1979ដល់1991ប្រទេសទាំងពីរមានទំនាក់ទំនងល្អហើយនៅឆ្នាំ1979ហ្នឹងក៏បានបង្កើតទំនាក់ទំនងការទូតថ្មីដោយឆ្នាំ1980ដល់1990សហភាពសូវៀតបានផ្ដល់ជំនួយខាងសេដ្ឋកិច្ចយោធាយ៉ាងច្រើនក៏ដូចជាជំនួយបច្ចេកទេសដល់ប្រទេសកម្ពុជាផងដែរអ្វីដែលសំខាន់នោះគឺចាប់ពីឆ្នាំ1991ដល់ឆ្នាំ1993ប្រទេសទាំងពីរស្ថិតនៅផ្លូវបំបែកហើយបន្ទាប់ពីការដួលរលំនៃជញ្ជាំងបេឡាំងនិងការបែកបាក់របស់អតីតសហភាពសូវៀតក្នុងឆ្នាំ1991នៅឥទ្ធិពលនៅរុស្ស៊ីអាស៊ីអាគ្នេយ៍យ៉ាងបានថយយ៉ាងឆាប់រហ័សចំណែកឯនៅក្នុងខែធ្នូឆ្នាំ1991សម្ដេចនរោត្តមសីហនុបានប្រកាសទទួលស្គាល់សហព័ន្ធរុស្ស៊ីជារដ្ឋស្នងរបស់សហភាពសូវៀតដោយពេលនោះដែរទំនាក់ទំនងកម្ពុជាជាមួយរុស្ស៊ីមិនទាន់ជាល្អប៉ុន្មានទេដោយសារឧបសគ្គនៃការផ្លាស់ប្ដូរនៃការបែកបាក់របស់សូវៀតរួមមានការកែប្រែនយោបាយសង្គ្រាមស៊ីវិលការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញនិងការគូរវាសបន្តព្រំដែនថ្មីយ៉ាងណាក៏ដោយប្រទេសកម្ពុជាក៏នៅតែទទួលស្គាល់ពីតួនាទីដ៏សកម្មរបស់រុស្ស៊ីក្នុងដំណើរការសន្តិភាពបានរៀបចំនិងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីប្រទេសកម្ពុជានៅថ្ងៃទី23ខែតុលា1991និងអនុវត្តបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ1991ដល់1993ចាប់ពីឆ្នាំ1993មកប្រទេសទាំងពីរបានពង្រឹងនិងពង្រីកគួរឲ្យកត់សម្គាល់ទាំងផ្នែកនយោបាយសេដ្ឋកិច្ចការទូតនិងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនចាអរគុណបងសម្រាប់ការចុះនៅពេលដែលសហភាពសូវៀតដួលរំលំកម្ពុជានៅមានបន្តទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីទៀតឬក៏អត់សម្រាប់នៅពេលសហភាពសូវៀតដួលរលំកម្ពុជានៅតែបន្តរក្សាទំនាក់ទំនងជាមួយរុស្ស៊ីប៉ុន្តែការទំនាក់ទំនងមួយនេះมันបានល្អដូចក្នុងសម័យសូវៀតទេការទំនាក់ទំនងរបស់ប្រទេសទាំងពីរมันមានកម្រិតខ្ពស់ដល់សម័យសហភាពសូវៀតប៉ុន្តែរដ្ឋាភិបាលកម្ពុជានិងរុស្ស៊ីក៏បានព្យាយាមបន្តកិច្ចសហការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតែមានកម្រិតហើយបើនៅឆ្នាំ2021ការនាំចេញនាំចូលមានតម្លៃប្រមាណជិត$239លានក៏ដោយក៏
បានមានការថយចុះនៅឆ្នាំក្រោយៗទោះជាយ៉ាងណាប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងនិងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់នៅផ្នែកនយោបាយកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលនយោបាយការអធិបតេយ្យភាពនិងបានគោរពច្បាប់អន្តរជាតិក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនកម្ពុជាបានបង្ហាញច្បាស់ថាគាំទ្រអ៊ុយក្រែនដោយចូលរួមបោះឆ្នោតក្នុងកិច្ចសហប្រតិបត្តិការអង្គការសហប្រជាជាតិប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីហើយក៏បានផ្ញើក្រុមអ្នកជំនាញកាំភ្លើងអ្នករំលាយមីនទៅជួយដល់ប្រទេសអ៊ុយក្រែនផងដែរសរុបមកវិញកម្ពុជាបានបន្តរក្សាការប្រកាន់នយោបាយសាស្ត្រការបរទេសដែលផ្អែកលើការរកសមតុល្យជាមួយប្រទេសធំៗដូចជារុស្ស៊ីចិនសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបទោះបីជាមានពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីក៏ដោយកម្ពុជាក៏នៅតែប្រុងប្រយ័ត្នមិនឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍ជាតិនិងស្ថិរភាពអន្តរជាតិនេះជាវត្ថុតាំងថាកម្ពុជាមានគោលនយោបាយការបរទេសដែលមានបំណងចូលរួមសកម្មក្នុងការរក្សាទំនាក់ទំនងសន្តិភាពអន្តរជាតិ ចាអរគុណមកសម្រាប់សំណួរអ្នកនរគ្នាបានដឹងពីចំណុចរួចមកហើយនៅពេលដែលកម្ពុជាមានតំណែងជាមួយរុស្ស៊ីរួមទាំងទស្សនវិជ្ជាទាំង5ដំណាក់កាលដែលពួកយើងបានរៀបរាប់ខាងមុនថែមទាំងនៅពេលដែលសហភាពសូវៀតដួលរំលំកម្ពុជានៅតែបន្តមានតំណែងជាមួយរុស្ស៊ីដូចដើមប៉ុន្តែខ្ញុំចង់ឲ្យអ្នកនរគ្នាដឹងមួយចំណុចទៀតគឺកិច្ចសហប្រតិបត្តិការកម្ពុជារវាងរុស្ស៊ី ទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ីពីមុនហៅថាសហភាពសូវៀតមានប្រវត្តិយូរលង់ណាស់មកហើយបានបន្សល់ទុកសមិទ្ធផលសំខាន់ៗជាច្រើនក្នុងនោះមានវិស័យយោធានយោបាយសេដ្ឋកិច្ចការទូតហើយនិងវប្បធម៌សមិទ្ធផលនៃនយោបាយហើយនិងការទូតការទទួលស្គាល់និងការគ្រប់គ្រងសហភាពសូវៀតបានទទួលស្គាល់ឯករាជ្យប្រទេសកម្ពុជាពីប្រទេសបារាំងក្នុងឆ្នាំ1956ហើយបានបង្កើតទំនាក់ទំនងការទូតពេញលេញជាមួយរដ្ឋាភិបាលខ្មែរទំនាក់ទំនងនេះនៅបន្តស្ថិតស្ថេរដល់ពេលបច្ចុប្បន្នបន្ទាប់មកសមិទ្ធផលលើវិស័យសេដ្ឋកិច្ចនិងអប់រំ ចុះចំណាយការសិក្សារបស់និស្សិតទៅក្រៅប្រទេសរុស្ស៊ីបានជួយអីខ្លះដល់កម្ពុជា រុស្ស៊ីបានផ្ដល់អាហារូបករណ៍ជាច្រើនដល់និស្សិតកម្ពុជាក្នុងនោះមានខាងនិស្សិតវិស្វកម្មនិស្សិតយោធានិស្សិតកសិកម្មហើយនិងនយោបាយនិងសេដ្ឋកិច្ចនិងព័ត៌មានវិទ្យាសម្រាប់សមិទ្ធផលបន្តគឺសមិទ្ធផលលើវិស័យសេដ្ឋកិច្ចនិងអប់រំរុស្ស៊ីបានផ្ដល់ជំនួយផ្នែកអភិវឌ្ឍជាច្រើនដល់កម្ពុជាមួយក្នុងចំណោមសមិទ្ធផលគួរឲ្យកត់សម្គាល់នោះគឺសាងសង់ជាស្ថានបច្ចេកវិទ្យាដែលហៅកាត់ថាសាលាតិចណូហើយនឹងសមិទ្ធផលមួយទៀតគឺជាផ្លូវសហព័ន្ធរុស្ស៊ីដែលពីមុនគេហៅថាផ្លូវសហព័ន្ធសូវៀតសហភាពសូវៀតហើយសមិទ្ធផលបន្ទាប់គឺសមិទ្ធផលផ្នែកយោធានិងវប្បធម៌ជំនួយយោធាសហភាពសូវៀតបានជំនួយយោធាយ៉ាងច្រើនដល់កម្ពុជានាសម័យ1980និង1990 ចុះចំណាយវិស័យវប្បធម៌ហ្នឹងរុស្ស៊ីបានមានជួយដល់កម្ពុជារបៀបម៉េចខ្លះ ប្រទេសទាំងពីរបានផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមកតាមរយៈកម្មវិធីដូចជាការបង្ហាញតន្ត្រីនិងពិព័រណ៍សិល្បៈផ្សេងៗទំនាក់ទំនងនេះជួយឲ្យប្រជាជនទាំងពីរបានយល់ដឹងគ្នាកាន់តែច្រើន ជាសរុបមកខ្ញុំបានរៀបរាប់យ៉ាងក្បោះក្បាយពីវិស័យការធ្វើសហប្រតិបត្តិការរវាងកម្ពុជារុស្ស៊ីទស្សនវិជ្ជានៅក្នុងពេលតំណែងគ្នានៅពេលដែលសហភាពសូវៀតដួលរំលំរួមទាំងសមិទ្ធផលកម្ពុជារវាងសូវៀតយើងឃើញថាកម្ពុជាហើយនិងសូវៀតមានតំណែងជាមួយគ្នាយ៉ាងជិតស្និទ្ធគឺជាមិត្តដែលមានតំណែងល្អគឺរួមទាំងប្រទេសរុស្ស៊ីបាននិយាយថាកម្ពុជាគឺជាមិត្តដែលគួរឲ្យទុកចិត្តនៅក្នុងសមាគមអាស៊ានផងដែរនៅពេលអនាគតនេះកម្ពុជាហើយនិងរុស្ស៊ីកំពុងតែបន្តការធ្វើតំណែងគ្នាអភិវឌ្ឍពាណិជ្ជកម្មតំណែងវិស័យអប់រំវប្បធម៌យោធា
និងពាណិជ្ជកម្មយ៉ាងច្រើនផងដែរ ពេលនេះគឺជាដល់ពេលបញ្ចប់នៃក្រុមពួកខ្ញុំដែលបានជជែកពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ីហើយជាចុងក្រោយក៏អរគុណដល់អ្នកគ្រូនិងមិត្តភក្តិអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃមើលវីដេអូរបស់ខ្ញុំអរគុណ